លោកពូទីនគ្រោងនឹងបើកយុទ្ធនាការកេណ្ឌពលរដ្ឋជាពិសេសយុវជនឲ្យចូលធ្វើទ័ពទ្រង់ទ្រាយធំចំនួន30,000 នាក់បន្ទាប់ពីបោះឆ្នោតរួចប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់អ្នកសារព័ត៌មានថាប្រទេសរុស្ស៊ីមានគម្រោងកេណ្ឌមនុស្សប្រហែល30,000 នាក់បន្ទាប់ពីការបោះឆ្នោតសភានៅខែកញ្ញាប៉ុន្តែនឹងធ្វើឡើងដោយមិនប៉ះពាល់ដល់ទីក្រុងធំៗរបស់ប្រទេសឡើយក្នុងគោលបំណងកាត់បន្ថយប្រតិកម្មតបតពីសង្គមប្រព័ន្ធជ្រើសរើសទាហានដោយស្ម័គ្រចិត្តរបស់រុស្ស៊ីកំពុងជួបការលំបាកកាន់តែខ្លាំងឡើងក្នុងការបំពេញបន្ថែមចំនួនកងទ័ពដែលបានបាត់បង់នៅលើសមរភូមិប្រយុទ្ធឈ្លានពានអ៊ុយក្រែនខណៈដែលលទ្ធផលមិនសូវល្អប្រសើរពីការវាយលុករបស់រុស្ស៊ីនៅជួរមុខបានបង្កឲ្យមានការលើកឡើងអំពីលទ្ធភាពនៃការកេណ្ឌទាហានជុំថ្មីមួយនៅក្នុងប្រទេសលោក Zelensky បានមានប្រសាសន៍ថាទោះបីជាការបោះឆ្នោតសភាមិនមានលក្ខណៈដោយដំណើរការប្រជាធិបតេយ្យពិតប្រាកដក៏ដោយចុះវាក៏ត្រូវបានគេមើលឃើញថាជាការវាស់ស្ទង់កម្រិតនៃការគ្រប់គ្រងចំពោះរបបផ្ដាច់ការរបស់ប្រធានាធិបតី Vladimir Putin ហើយវិមាន Kremlin នឹងរងចាំរហូតដល់ក្រោយការបោះឆ្នោតដូចរាល់ទើបប្រកាសពីផែនការកេណ្ឌទាហានថ្មីនេះបើយោងតាមលោក Zelensky កងទ័ពចំនួន30,000 នាក់ដែលនឹងត្រូវកេណ្ឌនៅពេលខាងមុខនោះនឹងចូលរួមបំពេញបន្ថែមដល់ចំនួនទាហានថ្មីដែលមានស្រាប់នៅក្នុងកងទ័ពរុស្ស៊ីហើយពួកគេនឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងការវាយលុកដ៏ខ្លាំងរបស់ទីក្រុងមូស្គូទៅលើបណ្ដាទីក្រុងដែលជាខ្សែបន្ទាត់បន្ទាយការពារក្នុងតំបន់ Donetsk ឬដើម្បីបង្កើតការគំរាមកំហែងថ្មីៗនៅក្នុងតំបន់ផ្សេងៗទៀតរួមទាំងតំបន់ព្រំដែនភាគខាងជើងរបស់អ៊ុយក្រែនផងដែរចាប់តាំងពីការលើកទ័ពចូលឈ្លានពានពេញទំហឹងរបស់មហាអំណាចនុយក្លេអ៊ែររុស្ស៊ីមកលើអ៊ុយក្រែនដែលជាប្រទេសតូចមកទីក្រុងមូស្គូបានងាកទៅរកការកេណ្ឌទ័ពដោយបង្ខំដើម្បីបំពេញកម្លាំងយោធារបស់ខ្លួនតែម្ដងគត់គឺនៅរដូវស្លឹកឈើជ្រុះឆ្នាំ2022នៅពេលដែលជោគជ័យជាបន្តបន្ទាប់នៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានគំរាមកំហែងដល់ការដួលរលំទ្រង់ទ្រាយធំនៃខ្សែការពាររបស់រុស្ស៊ីវិធានការនេះបានបង្កឲ្យមានការចាក់ចេញយ៉ាងគំហុករបស់ប្រជាជនរុស្ស៊ីជាពិសេសពួកក្មេងៗរាប់សែននាក់ចេញពីប្រទេសដោយមានជួរមនុស្សរងចាំយ៉ាងវែងនៅតាមច្រកព្រំដែនសំខាន់គឺនៅឯព្រំដែនជាប់ជាមួយប្រទេសហ្សុកស៊ីចាប់តាំងពីពេលនោះមកលោកពូទីនបានខិតខំយ៉ាងខ្លាំងដើម្បីជៀសវាងការកេណ្ឌទ័ពដោយបង្ខំទ្រង់ទ្រាយធំបន្ថែមទៀតដោយលោកយល់ឃើញថាវាគឺជាការគំរាមកំហែងដល់រូបភាពរបស់លោកក្នុងនាមជាអ្នកផ្ដល់នូវភាពរឹងមាំនិងស្ថិរភាពដល់ប្រជាជនរុស្ស៊ីទូទៅដែលមិនសូវខ្វល់ខ្វាយពីបញ្ហានយោបាយនិងសង្គ្រាមផ្ទុយទៅវិញទីក្រុងមូស្គូបានពឹងផ្អែកលើការផ្ដល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អ្នកដែលបានចុះកិច្ចសន្យាចូលបម្រើកងទ័ពខណៈដែលការទទួលខុសត្រូវក្នុងការសម្រេចចិត្តឲ្យបាននៅការកេណ្ឌទ័ពដ៏តឹងរ៉ឹងនោះក៏ធ្លាក់ទៅលើអាជ្ញាធរនៅក្នុងតំបន់បើយោងតាមលោក Zelenskyលោកពូទីនមានផែនការកាត់បន្ថយផលប៉ះពាល់ផ្នែកនយោបាយដោយផ្ដោតលើការប្រមូលកងទ័ពនៅតំបន់ឆ្ងាយៗពីទីក្រុងធំៗដែលមានប្រជាជនរស់នៅច្រើនជាពិសេសទីក្រុងម៉ូស្គូនិងទីក្រុង Petersburg ប្រធានាធិបតី Zelensky បានបញ្ជាក់ឲ្យដឹងទៀតថាពួកគេកំពុងរៀបចំផែនការសម្រាប់អ្វីដែលហៅថាការប្រមូលកងកម្លាំងនៅតំបន់ជាយក្រុងឬតំបន់ដាច់ស្រយាលតាមការយល់ឃើញរបស់យើងវានឹងមិនកើតឡើងនៅក្នុងទីក្រុងធំៗនៃតំបន់កណ្ដាលនោះទេប៉ុន្តែខ្ញុំមិនគិតថាពួកគេនឹងអាចលាក់បាំងរឿងនេះបានដោយជោគជ័យនោះឡើយ